ចាក់ថាបើក្បាលវីដេអូមកឃើញមានក្តីសុខទៅពីថាខ្ញុំបានចាស់លើ$8ទៅញ៉ាំ buffet ណាគ្នាពួកអីមកញ៉ាំ buffet មានគ្រប់មុខឲ្យយើងចាប់មកយើងចង់ញ៉ាំអីក៏បានហើយឃើញខ្ញុំទូចឹងខ្ញុំមិនណយណាខ្ញុំញ៉ាំច្រើនណាញ៉ាំច្រើនមកសាច់លើតុកទៅដឹងមកដល់ពេលយប់ចឹងអត់ប្រកាន់ណាយឡើយមើលខ្ញុំញ៉ាំសិនណាចាំតើខ្ញុំញ៉ាំហើយតែកំបោរសក់គឺថាឡើងស្អិតឡើងជាពាក់មកគាត់មកដល់ផ្ទះព្រាមសម្រាប់យកសាប៊ូកក់សក់ម៉ូសិនមកកក់ព្រាមមកសម្រាប់បងអូនណាដែលដឹងថាប្រើប្រាស់សាប៊ូកក់សក់អីល្អខ្ញុំណែនាំសាប៊ូកក់សក់ម៉ូសិនបើនិយាយពីកម្ចាត់ក្អែកម្ចាត់រង្កែវិញម៉ូសិនឲ្យលេខ1បើនិយាយពីពពុះវិញគឺថាពពុះច្រើនមែនតើហើយក៏មាន ingredient ល្អៗជាច្រើនដែលនៅក្នុងសាប៊ូកក់សក់និងក្រែមបន្ទន់នឹងមានតួនាទីទៅជួយបំប៉នសក់ពីសរសៃសក់ដែលខូចមករឹងមាំធ្វើឲ្យសរសៃសក់យើងមានសុខភាពល្អទ្វេដងនេះអ្នកទាំងអស់គ្នាគឺរីសាបន្ទាប់ពីខ្ញុំកក់សក់ហើយផ្លុំសក់ស្ងួតគឺខ្ញុំសង្កេតឃើញថាសក់ខ្ញុំកាត់បន្ថយការជ្រុះហើយក៏កាត់បន្ថយ3ចុងដែរមានជាការស្លាញ់សក់ខ្លួនឯងខ្លាំងមែនតើគឺឡើងរលាស់រលោងហ្មង